លោកគ្រូតើនៅពេលដែលយើងសិក្សាในម៉ោងហ្នឹងយើងមានឱកាសការងារក្នុងវិស័យអ្វីខ្លះដែរលោកគ្រូគេបាទយើងនិយាយពីវិស័យការងារដូចជាយើងអាចធ្វើការទាំងវិស័យរដ្ឋទាំងវិស័យឯកជនយើងធ្វើបានទាំងអស់ឲ្យតែនិស្សិត graduate បញ្ចប់ការសិក្សាពី department អញ្ចឹងទៅឧទាហរណ៍ខ្ញុំលើកតាក់ទងជាមួយនឹងវិស័យរដ្ឋអញ្ចឹងក្រសួងបរិស្ថានអញ្ចឹងព្រោះយើងរៀនជំនាញខាងបរិស្ថានហ្នឹងគឺយើងអាចដាក់ពាក្យប្រឡងប៉ុន្តែគឺឆ្លងកាត់ការប្រឡងទាំងអស់យើងអាចដាក់ពាក្យនៅពេលដែលក្រសួងបរិស្ថានគាត់ត្រូវការរើសជំនាញអ្នកបរិស្ថានចូលធ្វើការយើងដាក់ពាក្យសុំពាក្យដាក់ពាក្យប្រឡងទៅហ្នឹងទី1គឺក្រសួងបរិស្ថានចុះក្រសួងផ្សេងទៀតយើងធ្វើការបានដែរអត់បានដូចបានក្រសួងឧស្សាហកម្មយើងហៅថា MISTI អញ្ចឹងខាង MISTI គេមាននាយកដ្ឋានទឹកស្អាតនាយកដ្ឋានអីហ្នឹងខាង lab ខាងទីពិសោធន៍អីហ្នឹងគឺយើងអាចនិស្សិតយើងអាចទៅធ្វើការនៅក្រសួងឧស្សាហកម្មហ្នឹងបានហើយមួយទៀតខាងក្រសួងដូចជាក្រសួងសាធារណការក្រសួងសាធារណការគឺគេមាននាយកដ្ឋានដូចជាប្រតិបត្តិកម្មទឹកអញ្ចឹងហ៎បាទគឺប្រព័ន្ធសម្អាតទឹកកខ្វក់ចេញពីចេញពីខេត្តចេញពីក្រុងអីហ្នឹងគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការអញ្ចឹងឥឡូវនេះឃើញគម្រោងច្រើនណាស់ដែលកំពុងតែក្រសួងសាធារណការដូចជារដ្ឋាភិបាលយើងបានកំពុងតែនឹងសាងសង់អាងប្រតិកម្មនៅតាមបណ្ដាខេត្តរាជធានីហ្នឹងអញ្ចឹងកន្លែងនេះដែលយើងអាចនិស្សិតដែលយើងអាចជាប់រៀនពីវិស័យខាងទឹកហ្នឹងយើងអាចពួកគាត់អាចទៅធ្វើការរឿងបញ្ហាហ្នឹងបានទៅនៅក្រសួងសាធារណការនៅខាងនាយកដ្ឋានការអាងប្រតិកម្មទឹកហ្នឹងបាទនេះគឺតាក់ទងនៅវិស័យរដ្ឋអញ្ចឹងមានមិនមែនមានប៉ុណ្ណឹងគឺក្រសួងផ្សេងទៀតយើងអាចពួកគាត់អាចទៅធ្វើការបានតាក់ទងនឹងវិស័យរដ្ឋហើយដោយឡែកវិស័យឯកជនវិញយើងមើលរោងចក្រតើស្រុកខ្មែរយើងមានប្រមាណរោងចក្រប្រមាណពាន់រោងចក្រនៅស្រុកខ្មែរអញ្ចឹងរោងចក្រមួយគឺតែងតែមានអាងប្រតិកម្មសំណល់ទឹកស្អុយcủaគាត់ទាំងអស់អញ្ចឹងនិស្សិតដែលយើងបញ្ចប់ការសិក្សាពី department ទៅគឺគាត់អាចរៀនចំណេះហ្នឹងយកទៅ apply ទៅអាចថាជួនកាលគាត់អាចទៅ design អាងប្រតិកម្មទឹកកខ្វក់សម្រាប់រោងចក្រហ្នឹងក៏បានដែរហើយមួយទៀតបើតារោងចក្រហ្នឹងគាត់មានហើយអាងគាត់មានហើយអញ្ចឹងហ្នឹងគាត់អាចទៅ operation ទៅកម្មរឿងអាងចម្រោះទឹកកខ្វក់គាត់ហ្នឹងអញ្ចឹងដើម្បីធានាថាតើទឹកស្អុយសំណល់ទឹកកខ្វក់ដែលចេញពីរោងចក្រឧស្សាហកម្មចេញអីហ្នឹងគឺធានាថាគុណភាពទឹកហ្នឹងគឺស្ថិតនៅក្រោមស្តង់ដារកំណត់របស់ក្រសួងបរិស្ថាននៅពេលគាត់បរហូរទៅគឺអត់មានផលប៉ះពាល់នោះទេអញ្ចឹងយើងគិតមើលទៅគ្រប់មួយស្រុកខ្មែរយើងអាចមួយស្រុកខ្មែរតើមានប្រមាណរោងចក្រអញ្ចឹងដូចថ្មីនេះយើងខ្ញុំលើកឧទាហរណ៍មួយគាត់និស្សិតរបស់យើងទៅពីឆ្នាំទី4ទេគាត់រៀនឆ្នាំទី4ទេហើយគាត់នៅឆ្នាំទី4ឆ្នាំទី2ហើយគាត់នឹង graduate គាត់នឹងការពារសាសនាគាត់នៅក្នុងខែ5ខែ6នេះប៉ុន្តែគាត់ apply ការងារហើយឥឡូវនេះគឺខាងរោងចក្រហ្នឹងគឺគាត់បានជ្រើសរើសគាត់ហើយឲ្យគាត់ទៅរឿងយើងហៅថាសុវត្ថិភាពបរិស្ថានក្នុងរោងចក្រហ្នឹងទៅជិះគាត់អាចទៅគ្រប់គ្រងការបំពុលនៅក្នុងរោងចក្រហ្នឹងទៅគឺគាត់អ្នកចាត់ចែងនៅក្នុងរោងចក្រហ្នឹងអញ្ចឹងនេះគឺជាឱកាសការងារទាំងយើងទៅវិស័យរដ្ឋហើយនិងវិស័យឯកជនហើយមួយទៀតតាមរយៈគម្រោងអភិវឌ្ឍដូចជាគម្រោងបានទទួលថវិកាពីខាងធនាគារពិភពលោកបានធនាគារអភិវឌ្ឍអាស៊ីបានពីខាងចិនពីខាងកូរ៉េខាងអីហ្នឹងមកជប៉ុននេះមកគឺគ្រប់គម្រោងអភិវឌ្ឍហ្នឹងចាំបាច់ត្រូវតែមានបរិស្ថាននៅក្នុងហ្នឹងបើអត់មានបរិស្ថានអ្នកបរិស្ថានធានាថាមានផលប៉ះពាល់ទេអត់មាននេះទេគឺគម្រោងហ្នឹងក៏មិនទម្លាក់លុយឲ្យថាទាំងរដ្ឋទាំងផ្សេងឯកជនឲ្យដំណើរការដែរគឺចាំបាច់ត្រូវតែរកអ្នកបរិស្ថានហ្នឹងធ្វើការនៅក្នុងគម្រោងហ្នឹងដើម្បីធានាថាការអនុវត្តគម្រោងប្រកបហ្នឹងទៅដែលបានថវិកាពីខណ្ឌរាជគេពិភពលោកពីអាស៊ីហ្នឹងគឺអត់មានផលប៉ះពាល់បរិស្ថាននេះគឺពួកគាត់អាច apply ទៅធ្វើការងារហ្នឹងយើងហៅថាទីប្រឹក្សាប្រៃបរិស្ថានចាលោកគ្រូតើនៅកំឡុងពេល